ត្រីឆ្អើដែលខ្ញុំឆ្អើលើកមុនដែលខ្ញុំថាយកត្រីមកយូរទងបងប្អូនឥឡូវវានៅរៀងយូរដែរហើយអញ្ចឹងក៏ខ្ញុំយកមកដាក់ឆ្អើថែមដើម្បីឲ្យវាស្រួយខ្ញុំយកមកបុកជាមួយស្លឹកអំពិលបងប្អូនណាមួយគឺស្លឹកអំពិលនេះគឺខែធ្លាក់ភ្លៀងចេះបងប្អូនអើយលាស់ខ្ចីខ្ចីបែបមិនទាន់ហូបទេបងប្អូនអើយចាយើងអត់មានក្តាប់អំពិលអញ្ចឹងយើងមានតែបុកស្លឹកអំពិលបងប្អូនចាឆ្ងាញ់ដូចតែគ្នាចិត្តជូរដូចតែគ្នាទេតែអត់តែយើងថាបីយើងធ្វើហូបខ្លាចតែយើងមិនបីយើងមកធ្វើហូបទេបងប្អូនអើយចាហើយឃើញដូចថាស្ដាប់សម្លេងឬឈលអីអញ្ចឹងបងប្អូនដោយសារវាខ្យល់ខ្លាំងណាស់ថ្ងៃហ្នឹងគឺខ្យល់ខ្លាំងមែនតើណាបងប្អូនចាខ្យល់ឡើងចង់ប៉ើមនុស្សទៅហើយបងប្អូនចាហើយអញ្ចឹងក៏បុកត្រីឆ្អើរម៉ត់ហើយគឺខ្ញុំបុកស្លឹកអំពិលម៉ត់ហើយហ្នឹងចាប់ដើមខ្ញុំដាក់ត្រីឆ្អើរបញ្ចូលគ្នាបងប្អូនណាមួយបើយើងបុកព្រមគ្នាតែម្ដងគឺអត់ងាយម៉ត់ទេបងប្អូនអើយអញ្ចឹងយើងមានដាក់បុកមួយផ្នែកសិនអញ្ចឹងទៅចាហើយរួចរាល់ហើយក៏ដាក់ស្លឹកជីតិចតួចមកម្ទេសគឺដាក់តិចបំផុតព្រោះអីអត់សូវមានអ្នកហូបទេបងប្អូនមានតែខ្ញុំអញ្ចឹងចាំខ្ញុំញិចក្រៅក៏បានដែរបងប្អូនគឺជា